đầm bay ở khmer sọc cái đom Romania thằng ngọc kia nè chưa tục chặt kia nè phía kia khmer na cái đây mình thở ở phía kia môi tiệt suy chạp ấy hai bờ dương mình trong ai kia thơ dương suy chạp dương có thở này dây ấy thơ ấy ở kia suy chạp đây mà tha lục trong ban sọc thằng ngọc kia dương trong ban rùm chiết bật dương trong ban sạp xa chiết bật thơ dân na cầm oi mà khang tiết suy chạp thơ dân na cầm oi mà khang tiết phây khạc hỏi tiếng song khang trâu pro căn nơi chấm đạch năng tọt khía hỏi miền ca chưa tục chặt khía hỏi dương năng co sang nơi ai cập hiệp diệt bán tam rồi ạ cá bồng cá nơi tuốt sạ vì say rùm muối rồi bỏ chiết dương năng bán cá xa xa chiết bật cá rùm chiết bật dương năng miền sệt thay là hiệp nhiều bài bật dương miền son thì hiệp bật dương miền cá phi bớtสำหรับขมายต่อគ្នាรวดต่อគ្នាโดยสกดมรมณีต่อគ្នាตากดจังไอ้ขมายสกได้อดจังไอ้ขมายสบายต่อគ្នាอดบ่จังโดยគ្នាទេឈប់ធ្វើឲ្យភាគីមកខាងទៀតឈឺចាប់ទៅហើយយើងក៏ឈប់និយាយអីឲ្យគេឈឺចាប់ដែរយើងបានធ្វើនិយាយឲ្យគេឈឺចាប់ប៉ុន្តែគេវាយយើងគេចាប់យើងដាក់គុកឲ្យយើងឈឺចាប់ទៀតខ្ញុំថាចាប់ផ្ដើមពីណាចាប់ផ្ដើមកុំធ្វើឲ្យគេឈឺចាប់គេក៏កុំធ្វើយើងឈឺចាប់កុំធ្វើគេខ្លាចគេក៏អត់ត្រូវធ្វើយើងខ្លាចពេលហ្នឹងចាប់ផ្ដើមជឿទុកចិត្តគ្នាអាចអង្គុយនិយាយគ្នាបានស្វែងរកនៅចក្ខុវិស័យរួមក្នុងការដឹកនាំប្រទេសក្នុងការជួយជាតិក្នុងការបម្រើប្រជាពលរដ្ឋតើយើងរកចក្ខុវិស័យរួមឃើញទេឧទាហរណ៍ថាភាគីសង្គ្រោះជាតិយើងក្នុងចក្ខុវិស័យរបស់គណៈបកសង្គ្រោះជាតិយើងក្នុងលក្ខន្តិកៈរបស់យើងចែងថាគណៈបកសង្គ្រោះជាតិចង់ឃើញប្រទេសកម្ពុជាជាប្រទេសមួយដែលមានឯករាជ្យភាពអធិបតេយ្យភាពបូរណភាពទឹកដីពេញលេញមិនរណបទេនេះជាចក្ខុវិស័យទី1របស់គណៈបកសង្គ្រោះជាតិចក្ខុវិស័យទី2របស់គណៈបកសង្គ្រោះជាតិគណៈបកសង្គ្រោះជាតិចង់ឃើញប្រជាពលរដ្ឋខ្មែរមានឱកាសដូចគ្នាខាងនយោបាយមានឱកាសដូចគ្នាខាងសេដ្ឋកិច្ចមានឱកាសដូចគ្នាខាងសង្គមកិច្ចអញ្ចឹងយើងសួរទៅគណៈបកភាគីមកខាងទៀតវិញឲ្យគេបង្ហាញមកចក្ខុវិស័យគេចង់បានអីគេចង់បានឯករាជ្យចង់បានអធិបតេយ្យភាពចង់បានបូរណភាពទឹកដីពេញលេញដូចគ្នាអត់បើចង់បានដូចគ្នានឹងហើយដែលយើងរកឯកភាពជាតិឃើញឯកភាពជាតិគឺគ្រាន់តែជាកម្រិតនៃចក្ខុវិស័យរួមទេបើមានចក្ខុវិស័យរួមទេគណៈបកភាគីទាំងអស់មិនបាច់នៅក្នុងជាមួយគ្នាក៏ដោយដើរផ្លូវខុសគ្នាប៉ុន្តែគោលដៅតែមួយដូចគ្នាវិធីដើម្បីឯករាជ្យខាងគេដើរតាមរបៀបម៉េចខាងយើងដើរតាមរបៀបម៉េចជារឿងផ្សេងគ្នាក្នុងសង្គមប្រជាធិបតេយ្យសេរីភូប៉ាជាអ្វីមួយដែលយើងចង់បង្កើតខ្ញុំឧទាហរណ៍មួយទៀតតើគាត់ចង់បង្កើតការងារឲ្យយុវជនអត់គាត់ចង់ឲ្យយុវជនមានការងារធ្វើអត់ឧទាហរណ៍ថាគាត់ចង់ហើយយើងគណៈបកសង្គ្រោះជាតិគោលការណ៍របស់យើងគឺរកការងារឲ្យយុវជននៅពេលយើងដឹកនាំប្រទេសចឹងមកគណៈបកភាគីម្ខាងទៀតថាមានបំណងបង្កើតការងារឲ្យយុវជនដែរសង្គ្រោះជាតិក៏ចង់បង្កើតការងារឲ្យយុវជនដែរដូចគ្នាអញ្ចឹងយើងមានចក្ខុវិស័យរួមឯកភាពជាតិប៉ុន្តែខិនថាផ្លូវខុសគ្នារបៀបដើម្បីបង្កើតការងារឲ្យយុវជនខាងគេធ្វើដើរតាមផ្លូវចេះខាងយើងដើរតាមផ្លូវចេះអត់បញ្ហាបងប្អូនព្រោះក្នុងរបបប្រជាធិបតេយ្យសេរីភូប៉ាគឺឲ្យតែមានគោលដៅដូចគ្នាជាតិនឹងរឹងមាំឲ្យតែបានឯកភាពជាតិនេះរឹងមាំដើរផ្លូវខុសគ្នាឆ្លោះគ្នាតែជជែកគ្នាតែរបៀបដើររបៀបធ្វើបានណាវិធីបានណាយើងអត់ឆ្លោះគ្នាគោលដៅទេបើយើងរកគោលដៅដូចគ្នាយើងចាប់ហើយការគុំគួនការសងសឹកដែលរកមិនឃើញទេយើងអត់ឯកភាពជាតិយើងប្ររួបរวมជាតិអត់បានសន្តានា2សតវត្សទៀតក៏អត់ឃើញដែរអត់កើតដែរ